មនុស្សដែលមានសញ្ញានេះនៅបាតដៃមិនចាំបាច់ជាមនុស្សដែលជីវិតងាយស្រួលជាងគេនោះទេផ្ទុយទៅវិញអាចជាមនុស្សដែលត្រូវឆ្លងកាត់បទពិសោធន៍ហើយរៀនកាន់តែរឹងមាំតាមអាយុថ្ងៃនេះផងដែរយើងមកមើលច្បាស់ថាតើសញ្ញានេះបើតាមជំនឿបង្ហាញអ្វីខ្លះអំពីអត្តចរិតការងារទ្រព្យសម្បត្តិស្នេហានិងដំណើរជីវិតទាំងមូលកាយសញ្ញាបែបនេះគួរត្រូវបានគេមើលឃើញមកជាមួយនឹងទីតាំងនិងខ្សែជុំវិញវាមិនមែនគ្រាន់តែយើងមើលឃើញរូបផ្កាយហើយសន្និដ្ឋានវាភ្លាមថានឹងមានលាភធំនោះទេជាពិសេសផ្កាយនៅកណ្ដាលបាតដៃមានន័យខុសពីផ្កាយនៅក្រោមម្រាមដៃផ្សេងៗផងដែរបើតាមការបកស្រាយបែបបុរាណមួយចំនួនតំបន់កណ្ដាលបាតដៃត្រូវបានតភ្ជាប់ជាមួយនឹងការប្រឈមបញ្ហាកម្លាំងចិត្តការគ្រប់គ្រងអារម្មណ៍និងសមត្ថភាពឆ្លងកាត់សម្ពាធអ្នកដែលមានសញ្ញាផ្កាយនៅកណ្ដាលបាតដៃគឺជាមនុស្សដែលមានអត្តចរិតមនុស្សដែលមានឆន្ទៈខ្លាំងបងប្អូនដែលមានសញ្ញាផ្កាយនៅកណ្ដាលបាតដៃអាចនឹងមានអត្តចរិតមួយដែលមើលឃើញច្បាស់ថាមិនងាយចោះចាញ់ពេលមានបញ្ហាមនុស្សនេះមិនសូវជាចូលចិត្តរត់គេចឬក៏រត់ចោលបញ្ហានោះទេគេច្រើនតែព្យាយាមរកវិធីដោះស្រាយបើផ្លូវមួយបិទគេចង់រកផ្លូវមួយទៀតបើការងារមួយមិនបានគេចង់សាកអ្វីដែលថ្មីៗជាងនេះបើជីវិតធ្លាក់ចុះគាត់នឹងក៏ចង់ក្រោកឡើងវិញដែរនេះហើយគឺជាមនុស្សដែលមានកម្លាំងមកពីខាងក្នុងខ្លាំងមែនទែនខាងក្រៅអាចនឹងមើលទៅធម្មតាស្ងប់សុខប៉ុន្តែបើខាងក្នុងចិត្តមានឆន្ទៈចង់ឈានទៅមុខជានិច្ចគេច្រើនតែមិនចូលចិត្តឲ្យអ្នកដទៃគ្រប់គ្រងជីវិតរបស់ខ្លួនឯងគ្រប់យ៉ាងនោះទេគាត់នឹងមានកំណត់ផ្ទាល់ខ្លួនមានការសម្រេចចិត្តផ្ទាល់ខ្លួនហើយបើសិនជាជឿអ្វីមួយថាត្រឹមត្រូវហើយគឺគាត់តស៊ូឲ្យដល់ទីបញ្ចប់តែម្ដងចំពោះចំណុចខ្លាំងរបស់អ្នកដែលមានសញ្ញាផ្កាយនៅបាតដៃគឺគាត់ជាមនុស្សដែលកាន់តែជួបបញ្ហាកាន់តែរឹងមាំមនុស្សប្រភេទនេះមិនចាំបាច់ជាមនុស្សដែលមានសំណាងតាំងពីតូចៗនោះទេប៉ុន្តែអ្វីដែលគាត់ជ្រើសរើសមាននោះគឺបទពិសោធន៍រាល់ការខាតបង់បង្រៀនឲ្យគាត់នឹងចេះប្រុងប្រយ័ត្នជាងមុនរាល់ការខកចិត្តបង្រៀនឲ្យគាត់នឹងចេះជ្រើសរើសមនុស្សជាងមុនហើយរាល់បញ្ហាការងារផ្សេងៗបង្រៀនឲ្យគាត់នឹងចេះដោះស្រាយជាងមុនហើយរាល់ពេលដែលគាត់នឹងត្រូវចាប់ដើមឡើងវិញធ្វើឲ្យគាត់នឹងចេះពឹងខ្លួនឯងកាន់តែច្រើនជាងមុនដូច្នេះហើយមនុស្សនេះអាចនឹងមានភាពរឹងមាំមិនមែនដោយសារតែជីវិតមិនដែលធ្វើឲ្យឈឺចាប់នោះទេប៉ុន្តែជីវិតគឺបង្រៀនគាត់ដោយខ្លួនឯងសូមកុំឲ្យឆន្ទៈខ្លាយទៅជាភាពរឹងរូសនេះគឺជាចំណុចដែលសំខាន់បំផុតមនុស្សដែលមានសញ្ញាផ្កាយនៅលើបាតដៃគឺជាមនុស្សដែលមានឆន្ទៈខ្លាំងមានពេលខ្លះអាចនឹងជឿលើការសម្រេចចិត្តរបស់ខ្លួនឯងខ្លាំងពេកពេលដែលខឹងអាចនឹងនិយាយលឿនពេលដែលរំភើបអាចនឹងសម្រេចចិត្តលឿនពេលឃើញឱកាសអាចនឹងប្រញាប់ចាប់ដោយមិនបានពិនិត្យគ្រប់ជ្រុងជ្រោយនេះហើយគឺជាចំណុចដែលត្រូវប្រុងប្រយ័ត្នជាងគេបំផុតហើយភាពក្លាហានគឺជាកម្លាំងប៉ុន្តែការដែលប្រញាប់ដោយអារម្មណ៍របស់ខ្លួនឯងអត់បានសួរអ្នកដទៃអាចនឹងធ្វើឲ្យកម្លាំងរបស់គាត់មួយនោះខ្លាយទៅជាកំហុសដូចគ្នាបានផងដែរដូច្នេះហើយមនុស្សប្រភេទនេះបើសិនជាចេះគិតមុននឹងសម្រេចចិត្តចេះគិតមុនគូនឹងកាន់តែមានកម្លាំងកាន់តែខ្លាំងចំពោះរឿងការងារដែលមានបញ្ហាអាចនឹងជាកន្លែងដែលគាត់នឹងអាចបង្ហាញសមត្ថភាពបានយ៉ាងល្អនៅកន្លែងធ្វើការមនុស្សប្រភេទនេះអាចនឹងមិនសូវស័ក្តិសមជាមួយនឹងការងារដែលគេបញ្ជាគ្រប់ពេលនោះទេគាត់នឹងចង់មានកន្លែងសម្រាប់ប្រើគំនិតរបស់ខ្លួនឯងអាចនឹងសមជាមួយនឹងការងារដែលត្រូវការសម្រេចចិត្តការដោះស្រាយបញ្ហាការគ្រប់គ្រងការទទួលខុសត្រូវការប្រកួតប្រជែងឬក៏អាជីវកម្មផ្ទាល់ខ្លួនផងដែរពេលដែលមានការងាររលូនសមត្ថភាពរបស់គាត់នឹងអាចនឹងមើលទៅធម្មតាប៉ុន្តែពេលដែលមានវិបត្តិគឺនៅពេលនោះគាត់នឹងអាចបង្ហាញសមត្ថភាពខ្លាំងជាងមុននិយាយរួមទៅគាត់អាចនឹងខ្លាំងជាងមុនក៏ដូចជាមានស្ថិរភាពខ្លាំងជាងមុនពេលដែលកំពុងតែដោះស្រាយបញ្ហាអ្វីមួយពីព្រោះគាត់នឹងច្រើនតែមិនចង់ឈរមើលបញ្ហានោះទេគាត់ចង់ដោះស្រាយតាមដំណាក់កាលចំពោះដំណើរការងាររបស់គាត់នឹងគាត់មិនចាំបាច់ឡើងលឿននោះទេប៉ុន្តែអាចឡើងដោយបទពិសោធន៍ម្ដងមួយដំណើរការងាររបស់មនុស្សបែបនេះអាចនឹងមានការប្រែប្រួលនៅវ័យដំបូងអាចបដូរការងារច្រើនញឹកញាប់អាចនឹងសាកល្បងអាជីវកម្មថ្មីឬក៏បដូរការងារសាកល្បងតាមគេតាមឯងរហូតអាចនឹងចាប់ដើមអ្វីមួយហើយត្រូវកែផែនការរហូតអត់សូវនៅនឹងនាំមួយកន្លែងទេប៉ុន្តែការផ្លាស់ប្ដូរទាំងអស់នេះអាចនឹងខ្លាយទៅជាបទពិសោធន៍នៅពេលដែលអាយុកាន់តែច្រើនគាត់នឹងចាប់ផ្ដើមដឹងថាការងារបែបណាស័ក្តិសមជាមួយនឹងខ្លួនឯងមនុស្សប្រភេទណាគួរតែធ្វើការជាមួយនឹងឱកាសណាគួរតែចាប់ដូច្នេះហើយជោគជ័យអាចនឹងមិនមកពីការដែលឡើងកម្មចដើមម្ដងមួយនោះទេប៉ុន្តែមកពីការដែលឡើងមិនឈប់សូមអ្នកទាំងអស់គ្នាចូលមកកាន់ Channel Data Science Jupiter កុំភ្លេចចូលរួមការ like ក៏ដូចជា comment ម្នាក់មួយដើម្បីបញ្ចេញមតិហើយចូលរួមការ subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូបន្តទៀតចំពោះទ្រព្យសម្បត្តិរបស់អ្នកដែលមានសញ្ញាផ្កាយនៅកណ្ដាលបាតដៃមិនមែនបានន័យថាអ្នកដែលមានសញ្ញាផ្កាយនឹងគឺជាអ្នកមានទាំងស្រុងនោះទេប៉ុន្តែគឺគាត់ជាមនុស្សដែលមានកម្លាំងក្នុងការសាងទ្រព្យចំណុចនេះគឺត្រូវនិយាយឲ្យច្បាស់បន្តិចហើយសូមស្ដាប់ឲ្យចាប់ផងណាផ្កាយនៅកណ្ដាលបាតដៃមិនមែនជាសញ្ញាដែលអាចធានាថាអ្នកនឹងមានទ្រព្យសម្បត្តិច្រើននោះទេប៉ុន្តែបើតាមការបកស្រាយបែបអត្តចរិតមនុស្សនេះអាចនឹងមានសមត្ថភាពនៅក្នុងការកសាងទ្រព្យសម្បត្តិបានយ៉ាងច្រើនតាមរយៈការខិតខំដោយខ្លួនឯងនិងការមិនងាយបោះបង់គាត់នឹងចង់ឈរនឹងថឹងជាមួយនឹងឈរជើងដោយខ្លួនឯងចង់មានចំណូលផ្ទាល់ខ្លួនដែលមិនពឹងអ្នកដទៃចង់មានទ្រព្យសម្បត្តិដែលខ្លួនឯងបានសាងដោយដៃខ្លួនឯ
ឯងហើយនៅពេលដែលជួបការខាតបង់អាចនឹងរៀនពីកំហុសហើយចាប់ផ្ដើមកសាងឡើងវិញម្ដងបន្តិចនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់គាត់មានភាពរឹងមាំឡើងនៅពេលដែលបទពិសោធន៍កាន់តែឡើងដូចគ្នាចំពោះរឿងលុយកាក់ចំណុចនេះគឺត្រូវប្រុងប្រយ័ត្នបំផុតមនុស្សដែលមានឆន្ទៈខ្លាំងអាចនឹងមានទំនោរចូលចិត្តប្រថុយបើសិនជាគាត់មើលឃើញឱកាសធំអាចនឹងចង់ចាប់ភ្លាមបើសិនជាគាត់ជឿលើអាជីវកម្មណាមួយដែលគេនិយាយគាត់អាចនឹងដាក់ទុនច្រើនហើយបើសិនជាគាត់ចង់បានអ្វីមួយអាចនឹងចំណាយដោយមិនចង់រងចាំយូរនោះទេឧទាហរណ៍ថាបើសិនជាគាត់ត្រូវទិញអីវ៉ាន់រងចាំ10ទៅ20ថ្ងៃអីតម្លៃធូរថ្លៃប៉ុន្តែគាត់អត់ជ្រើសរើសទេប៉ុន្តែគាត់នឹងទៅជ្រើសរើសអីវ៉ាន់ដែលតម្លៃថ្លៃប៉ុន្តែបានលឿនតាមដែលចិត្តគាត់ចង់បានអញ្ចឹងណាដូច្នេះហើយសូមកុំយកភាពក្លាហានទៅប្រើចំនួននឹងការកាត់មុនវិនិយោគអ្វីមួយគួរតែសិក្សាឲ្យច្បាស់មុននឹងខ្ចីលុយគឺគិតពីសមត្ថភាពរបស់ខ្លួនឯងផងមុននឹងជឿដៃគូគួរតែពិនិត្យជាមួយនឹងការប្រព្រឹត្តរបស់ពួកគាត់ពីព្រោះលុយដែលរកបានដោយការខិតខំមិនមែនអាចនឹងបាត់នៅក្នុងពេលខ្លីដោយសារតែការសម្រេចចិត្តតែមួយនោះទេចំពោះរឿងស្នេហារបស់អ្នកដែលមានសញ្ញាផ្កាយនៅបាតដៃគាត់ក៏ជាមនុស្សដែលស្រឡាញ់ដោយភាពជឿជាក់និងមិនចូលចិត្តនៅក្នុងការគ្រប់គ្រងនៅក្នុងរឿងស្នេហាមនុស្សនេះចង់បានការទំនាក់ទំនងដែលមានគោលដៅឬក៏មានការគោរពគាត់នឹងចង់បានដៃគូដែលស្មោះត្រង់និយាយគ្នាត្រង់បញ្ជាក់គឺនិយាយគ្នាត្រង់មិនកុហកមិនលាក់លៀមនិងមិនបោកប្រាស់គោរពព្រំដែនរបស់គ្នាគាត់នឹងក៏ចង់បាន space របស់ខ្លួនឯងដែរឧទាហរណ៍ថាស្រឡាញ់គ្នាធម្មតាប៉ុន្តែនៅផ្ទះជាមួយគ្នាហើយគាត់ក៏តែងតែមានពេលវេលាសម្រាប់ខ្លួនឯងដែរគាត់អត់ចង់ឲ្យគ្រប់ពេលគឺនៅជាមួយគ្នារហូតទេនឹងមិនព្យាយាមគ្រប់គ្រងជីវិតរបស់គ្នាពេលដែលស្រឡាញ់គាត់ច្រើនតែថែជួយនិងចង់ឲ្យគូរបស់គាត់នឹងរីកចម្រើនទៅមុខប៉ុន្តែបើសិនជាជួបមនុស្សដែលចូលចិត្តបញ្ជាឬក៏មើលងាយគាត់ទំនាក់ទំនងអាចនឹងមានការប៉ះទង្គិចជាច្រើនពីព្រោះមនុស្សនេះអាចនឹងមានភាពជាខ្លួនឯងខ្ពស់ខ្លាំងបើសិនជាស្នេហារបស់គាត់បរាជ័យវិញបើទំនាក់ទំនងមួយត្រូវបានបញ្ចប់មនុស្សនេះអាចនឹងឈឺចាប់ខ្លាំងមែនទែនប៉ុន្តែមិនចង់បង្ហាញឲ្យអ្នកដទៃមើលឃើញនោះទេគាត់សុខចិត្តនៅក្នុងបន្ទប់ស្ងាត់ម្នាក់ឯងហើយនឹងឯងនឹងដកខ្លួនជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាមិត្តភ័ក្តិឬក៏ក្រុមការងារហើយប្រើពេលមួយរយៈដើម្បីរៀបចំជីវិតឡើងវិញនិយាយទៅគឺបើសិនជាគាត់ខូចចិត្តនៅរឿងស្នេហាគឺគាត់ត្រូវប្រើពេលច្រើនខ្លាំងមែនទែននៅក្នុងការរៀបបង្គុំផ្គុំបេះដូងរបស់គាត់ឡើងវិញព្រោះដោយសារតែគាត់នឹងជាមនុស្សដែល sensitive ក៏ដូចជាមានការប៉ះទង្គិចខ្លាំងជាមួយនឹងរឿងជុំវិញខ្លួនហើយការកាត់របស់គាត់ផងដែរហើយបន្ទាប់ពីប្រើពេលមួយរយៈដើម្បីរៀបចំជីវិតឡើងវិញហើយគាត់នឹងក៏មានបទពិសោធន៍ការជ្រើសរើសដៃគូបន្ទាប់របស់គាត់នឹងក៏កាន់តែប្រុងប្រយ័ត្នជាងមុនដែរពីមុនអាចនឹងមើលតែអារម្មណ៍របស់ខ្លួនឯងទេបើស្រឡាញ់ក៏ព្រមទទួលយកគេចូលមកក្នុងជីវិតប៉ុន្តែឥឡូវនេះគឺចាប់ផ្ដើមមើលទៅលើចរិតទំនួលខុសត្រូវភាពស្មោះត្រង់និងសមត្ថភាពនៅក្នុងការកសាងជីវិតជាមួយគ្នាផងដែរចំពោះដំណើរជីវិតរបស់អ្នកដែលមានសញ្ញាផ្កាយនៅបាតដៃជីវិតគឺមានការឡើងចុះប៉ុន្តែបទពិសោធន៍ធ្វើឲ្យគាត់រឹងមាំបើតាមជំនឿមនុស្សដែលមានសញ្ញាផ្កាយនៅកណ្ដាលបាតដៃអាចនឹងមានដំណើរជីវិតដែលមិនសូវដើរតាមផ្លូវតែមួយនោះទេនៅវ័យក្មេងអាចនឹងមានការសាកល្បងច្រើនការងារមួយចំនួនអាចនឹងនៅមិនយូរឆ្នាំនេះដូរការងារឆ្នាំក្រោយដូរការងារ3ហើយឆ្នាំក្រោយមួយទៀតអាចនឹងធ្វើអាជីវកម្មប៉ុន្តែមិនជោគជ័យក៏ធ្វើការងារវិញដូរត្រឡប់មករហូតផែនការខ្លះអាចនឹងត្រូវបានផ្លាស់ប្ដូរទំនាក់ទំនងខ្លះអាចនឹងបញ្ចប់ដោយការដែលមិនបានរំពឹងហើយអាចនឹងមានពេលខ្លះត្រូវបានចាប់ដើមឡើងវិញផងដែរប៉ុន្តែការដែលចាប់ដើមឡើងវិញមិនមែនមានន័យថាជីវិតនឹងបរាជ័យរហូតនោះទេពេលខ្លះវាគឺជាចំណុចដែលធ្វើឲ្យមនុស្សយើងនឹងច្បាស់ថាខ្លួនឯងចង់បានអ្វីពេលដែលមានអាយុកាន់តែច្រើនជីវិតកាន់តែចាប់ដើមមានទិសដៅនៅពេលដែលមានបទពិសោធន៍កើនឡើងការសម្រេចចិត្តកាន់តែប្រុងប្រយ័ត្នជាងមុនការងារក៏កាន់តែច្បាស់ការគ្រប់គ្រងលុយក៏កាន់តែប្រសើរជាងមុនផងដែរហើយការជ្រើសរើសមនុស្សដែលចូលមកក្នុងជីវិតរបស់គាត់នឹងក៏កាន់តែហ្មត់ចត់ជាងមុនហើយអ្វីដែលគាត់ធ្លាប់ធ្វើពីមុនដោយអារម្មណ៍គាត់ក៏ចាប់ផ្ដើមធ្វើដោយបទពិសោធន៍របស់ខ្លួនឯងនេះគឺជាចំណុចដែលធ្វើឲ្យជីវិតរបស់គាត់ពេលក្រោយអាចនឹងមានស្ថិរភាពជាងវ័យដែលនៅក្មេងដូច្នេះផ្កាយនៅកណ្ដាលបាតដៃមិនតំណាងឲ្យជីវិតកាន់តែគ្មានឧបសគ្គនោះទេវាអាចត្រូវបានមើលថាជានិមិត្តសញ្ញាមនុស្សដែលរៀនរឹងមាំតាមរយៈអ្វីដែលខ្លួនឯងធ្លាប់ឆ្លងកាត់ពីមុនមកកាយនៅបាតដៃអាចនឹងជាសញ្ញាប៉ុន្តែអំពើគឺជាអ្នកកសាងជីវិតរបស់អ្នកទាំងអស់គ្នាប្រសិនបើអ្នកមានសញ្ញាផ្កាយនៅបាតដៃបើតាមជំនឿវាអាចតំណាងឲ្យមនុស្សដែលមានកម្លាំងនៅខាងក្នុងមានឆន្ទៈល្អនិងអាចនឹងរីកចម្រើនតាមរយៈបទពិសោធន៍ក៏ដូចជាតាមរយៈអាយុកាន់តែច្រើនកាន់តែរីកចម្រើនអាចនឹងមានការជួបការលំបាកមានការផ្លាស់ប្ដូរការងារជាច្រើនហើយមានការខាតបង់ដូចគ្នាអាចនឹងមានការខកចិត្តនៅក្នុងរឿងស្នេហាមានការដែលត្រូវបានចាប់ដើមឡើងវិញម្ដងទៅពីរដងប៉ុន្តែរាល់បទពិសោធន៍ទាំងអស់ហ្នឹងខ្លាចទៅជាប្រាជ្ញាហើយនៅពេលដែលប្រាជ្ញាកើនឡើងការសម្រេចចិត្តក៏កាន់តែល្អការងារក៏កាន់តែច្បាស់ការគ្រប់គ្រងលុយក៏កាន់តែប្រសើរជាងមុនផងដែរនិងការជ្រើសរើសមនុស្សដែលនៅក្នុងជីវិតរបស់យើងហ្នឹងក៏កាន់តែច្បាស់ដូច្នេះហើយផ្កាយនៅកណ្ដាលបាតដៃមិនមែនជាការធានា
ថាអ្នកនឹងមានទ្រព្យសម្បត្តិច្រើននោះទេប៉ុន្តែបើតាមជំនឿវាអាចនឹងជាសញ្ញាដែលរំលឹកថាអ្នកមានកម្លាំងប៉ុន្តែត្រូវចេះគ្រប់គ្រងអ្នកមានឆន្ទៈប៉ុន្តែត្រូវចេះស្ដាប់អ្នកមានឱកាសប៉ុន្តែត្រូវចេះគិតមុននឹងសម្រេចចិត្តអ្នកអាចនឹងរកលុយបានប៉ុន្តែក៏ត្រូវតែចេះថែរក្សាផងដែរហើយអ្នកមានវាសនាក៏កុំភ្លេចកសាងអំពើល្អបន្តទៅមុខទៀតសូមឲ្យអ្នកដែលមានសញ្ញាផ្កាយនៅបាតដៃទាំងអស់មានកម្លាំងនៅក្នុងការឆ្លងកាត់ឧបសគ្គមានប្រាជ្ញានៅក្នុងការសម្រេចចិត្តមានការងាររីកចម្រើនមានទ្រព្យសម្បត្តិដោយសុចរិតមានស្នេហាដែលគោរពគ្នានិងមានជីវិតកាន់តែមានស្ថិរភាពតាមអាយុនិងបទពិសោធន៍ពីព្រោះសញ្ញានៅលើបាតដៃអាចនឹងជានិមិត្តសញ្ញាតាមជំនឿប៉ុន្តែអំពើរបស់យើងគឺជាអ្នកសរសេររឿងរ៉ាវនៃជីវិតរបស់យើងនៅថ្ងៃទៅមុខទៀតសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រហូតដល់ចប់សូមឲ្យអ្នកទាំងអស់គ្នាមានសំណាងអស់មួយជីវិត